ប្តីថ្ងៃនេះប្តីមកពីការងារល្មមបាយឆ្អិនពុកទៅហត់អស់កម្លាំងផងបានបាយមកម្ចាស់នេះហាដងទៅកម្លាំងពុកពេញមកវិញហ្មងជឿថាប្តីណាក៏ចង់ញ៉ាំបាយប្រពន្ធធ្វើដែរជួនកាលគាត់សួរគាត់ស្រឡាញ់យើងអបងញ៉ាំបាយក្រៅក៏បានក្នុងចិត្តទៅគឺចង់ញ៉ាំបាយប្រពន្ធធ្វើខ្លាំងហើយធ្វើម្ហូបស្រួយណាខ្ញុំដាក់ប្រឡាក់មាន់ហើយឆ្លៀតពេលលេងមួយអូនកូកាបន្តិចទៀតម៉ែងរពឹសម៉ែនព្រៃភ្នែកតាន់តិចគឺដួលបាត់ម៉ាម៉ាក់ដូចខ្ញុំមកត្រូវតែធៀមពេលពងតែន first aid នៅក្នុងទូសេតពេលដែលអូនកូកាមានមុខរបួសទាំងអស់ហ្នឹងខ្ញុំតែងតែមានជំនួយការពិសេសគឺពេលពងតែន first aid ព្រោះវាមានសុវត្ថិភាពសម្រាប់ស្បែកក្មេងហើយក៏អត់បារម្ភលើបញ្ហាក្រហមសាឬរំខានដល់ស្បែកអូនកូកាទេតែពងតែន first aid ជាជម្រើសល្អបំផុតសម្រាប់កូនតូចព្រោះវាធ្វើឲ្យស្បែកមិនស្អិតសម្រាប់មេរោគនិងជួយមុខរបួសឆាប់ជាហើយក៏មិនមានពណ៌ប្រឡាក់ក្អាយគាត់ដែរនិយាយតាមត្រង់ខ្ញុំចូលចិត្តពេលពងតែន first aid ជាផលិតផលសម្រាប់មេរោគផ្សេងៗដែលមានពណ៌ដែលងាយធ្វើឲ្យប្រឡាក់ក្អាយម្យ៉ាងខ្ញុំលវអីចឹងទៀតខ្ញុំមកតែងតែមានមកទីបជាប់ខ្លួនជានិច្ចអញ្ចឹងមិនថាមុតដៃតិចតួចដួលរលាត់ស្បែករលាកភ្លើងរលាកក្តៅពេលពងតែន first aid ជម្រើសទី1របស់ខ្ញុំហើយត្រូវតែមានទុកនៅផ្ទះនៅតាមខ្លួនខ្ញុំមកតែចង់បានការការពារល្អសម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្ញុំសម្រាប់កាផ្លូវមាន់នេះខ្ញុំធ្វើដូចមាន់ដុតផងធ្វើដូចមាន់ស្ងោផងដាក់ខ្លាញ់បន្តិចហើយយើងជៀនមាន់នឹងឲ្យរៀងលឿងណារៀងលឿងល្អបើខ្ញុំដាក់ខ្ទឹមស្លឹកខ្ទឹមបិទគម្របឲ្យមាន់យើងលឿងល្អហើយចាប់ដាក់ទឹកដូងចូលតែទឹកដូងហ្នឹងខ្ញុំចាក់ទាំងអស់ដោយសារមាន់ខ្ញុំ1គីឡូដាក់មួយងាស់40នាទីបងអាចជ្រលក់អំបិលម្រេចក៏បានមួយក៏ទឹកត្រីកោះកងក៏បានទឹកត្រីកោះកងនេះខ្ញុំអត់ប្រាប់ទៀតទេដោយសារខ្ញុំជឿថា fan ខ្ញុំនឹងចេះធ្វើទឹកត្រីកោះកងចែករំលែកច្រើនដល់ក្នុងវីដេអូរបស់ខ្ញុំហើយតែមាន់នេះយើងអាចទុកមួយងាស់នៅទឹកដូងរៀងច្រើនតិចយើងទុកហត់ក៏បានដែរមួយក៏ធ្វើខាប់ដូចខ្ញុំបងប្អូនសោកលើបាយវិញខ្ញុំចូលចិត្តខាប់ហើយខ្ញុំមកហើយឈ្ងុយមាន់ខ្ញុំពីចងាយគ្រាន់តែហើយភ្លាមមកផ្លែតញ៉ាំកាផ្លូវមាន់នេះហើយនេះថាប្តីមានកន្លែងនិយាយមែននឹងកាផ្លូវមាន់នេះបានមកងាស់ជាមួយទឹកដូងនិយាយពីផុយហើយផ្អែមសាច់ហ្មងបងប្អូនកុំភ្លេចធ្វើឲ្យប្តីយើងហូបណាតានីមកឆ្ងាញ់ហ្មងសាញ់គ្នាខ្ញុំមកធ្វើជាមួយនំពងទាចៀនតែមិនពងទាចៀនធម្មតាណាបើកទូទឹកកកចាញ់ឃើញតែពងទាពងមាន់នឹងឯងនិយាយទៅកាន់ដល់ពងទាគឺអត់មានមុខម្ហូបណាក្រៅពីស្ងោចៀនក្លុកជ្រលក់ទឹកស្អ៊ីវទឹកត្រីធ្វើតែថ្ងៃហ្នឹងខ្ញុំនឹងប្រាប់អ្នកគ្នាធ្វើពីមុខម្ហូបមួយទៅឆ្ងាញ់ខ្លាំងហ្មងដំបូងអ្នកគ្នាចៀនពងទា2-3គ្រាប់អីក៏បានដែរណាខ្ញុំអត់ចូលចិត្តញ៉ាំពងទាជាប់ភ្នៅច្រើនទេអញ្ចឹងខ្ញុំច្រាមវាឲ្យបែកសិនឲ្យរៀងឆ្អិនណាហើយឥឡូវយើងទៅលាយទឹកគ្រឿងដាក់ទឹកធម្មតា5ស្លាបព្រាស្ករកន្លះស្លាបព្រាអ្នកណាគេចូលចិត្តញ៉ាំរៀងមុតរៀងប្រៃលួចរ៉ូឌីបន្តិចណាហើយដាក់ទឹកត្រី1ស្លាបព្រាទឹកម្ទេស1ស្លាបព្រាហើយយើងកូរវាសព្វទៅហើយយើងប្រើខ្ទះដដែលហ្នឹងតែចាក់ខ្លាញ់ចោលខ្លះដាក់ខ្ទឹមចូលលីងឲ្យឈ្ងុយហើយដាក់ទឹកគ្រឿងចូលហើយអ្នកណាគេចូលចិត្តញ៉ាំម្ទេសដាក់ម្ទេសចូលថែមណាហើយចាំប្រហែល2នាទីហ្នឹងទឹកវារៀងខាប់ហើយអ្នកគ្នាដាក់ពងទាចូលយកសវាគីទឹកគ្រឿងហ្នឹងឡើងពងទាបន្តិចទៅឲ្យវារៀងចូលជាតិគ្នាហើយយើងរោយស្លឹកខ្ទឹមចូលអស់ពេលហ្នឹងយើងបិទហ្គាសណាកុំបើកនៅរៀងទឹកចឹងហើយយើងញ៉ាំមួយបាយឆ្ងាញ់ហើយរោយម្រេចចូលបន្តិចទៅមុខម្ហូបហ្នឹងមានឈ្មោះថាពងទាចៀនទឹកត្រីនិយាយទៅមុខម្ហូបហ្នឹងញ៉ាំបាយគឺឆ្ងាញ់ហ្មងអ្នកគ្នាហើយបើសិនជាញ៉ាំនំប៉័ងក៏ឆ្ងាញ់ដែរបើសិនជាអ្នកគ្នាអត់ដឹងធ្វើអីញ៉ាំសាក់ធ្វើមុខម្ហូបហ្នឹងហើយយើងធ្វើថែមម្ហូបឆាអីមួយទៀតគឺរួចស្រេចឆ្ងាញ់ហើយលឿនទៀតអ្នកគ្នាហើយខ្លះញ៉ាំសាច់ច្រើនពេកក៏ឆេញដែរត្រូវអត់